លោកលោកស្រីប្រិមត្តទស្សនិកជនសហរដ្ឋអាមេរិកបានអញ្ជើញប្រទេសកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពដែលលោកដូណាល់ត្រាំទើបផ្ដួចផ្ដើមគំនិតបង្កើតឡើងមជ្ឈដ្ឋានជាច្រើនយល់ឃើញថាអាមេរិកចង់ឲ្យស្ថាប័នអន្តរជាតិថ្មីដើរតួជំនួសអង្គការសហប្រជាជាតិលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានផ្ញើសារលិខិតផ្លូវការមួយច្បាប់ជូនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដើម្បីអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពនិងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាពលោកដូណាល់ត្រាំទើបបានផ្ដួចផ្ដើមគំនិតបង្កើតស្ថាប័នអន្តរជាតិនេះឡើងដើម្បីលើកកម្ពស់សន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ានិងដោះស្រាយជម្លោះនៅកម្រិតពិភពលោកនៅក្នុងលិខិតចុះថ្ងៃទី16មករាហើយផ្សព្វផ្សាយកាលពីយប់ម្សិលមិញដោយសម្ដេចធិបតីលោកដូណាល់ត្រាំបានរំលឹកថានៅថ្ងៃទី29ខែកញ្ញាឆ្នាំ2025លោកបានប្រកាសផែនការសម្រាប់សម្រួលដ៏ទូលំទូលាយដើម្បីបញ្ចប់ជម្លោះនៅកាហ្សាដែលជាផែនទីចង្អុលផ្លូវមាន20ចំណុចហើយបានទទួលការគាំទ្រយ៉ាងឆាប់រហ័សពីមេដឹកនាំពិភពលោករួមទាំងប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលពិភពអារ៉ាប់អ៊ីស្រាអែលនិងអឺរ៉ុបលោកប្រធានាធិបតីបានបន្ថែមទៀតថានៅថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចមួយដើម្បីស្វាគមន៍និងគាំទ្រផែនការនេះយោងតាមលោកត្រាំចំណុចសំខាន់នៃផែនការនេះគឺការបង្កើតក្រុមប្រឹក្សាសន្តិភាព The Board of Peace ដែលលោកចាត់ទុកជាស្ថាប័នដ៏អស្ចារ្យនិងមានឥទ្ធិពលខ្លាំងបំផុតមិនធ្លាប់មានពីមុនមកហើយវានឹងក្លាយទៅជាអង្គការអន្តរជាតិថ្មីមួយនិងជារដ្ឋបាលអន្តរកាលមួយសម្រាប់ការគ្រប់គ្រងក្នុងនាមជាប្រធានក្រុមប្រឹក្សានេះលោកប្រធានាធិបតីត្រាំបានអញ្ជើញកម្ពុជាជាផ្លូវការឲ្យចូលរួមនៅក្នុងគម្រោងប្រកបដោយមហិច្ឆតានេះលោកបានគូបញ្ជាក់ពីការខិតខំប្រឹងប្រែងប្រមូលផ្ដុំប្រទេសទាំងឡាយដែលចង់ចែករំលែកការទទួលខុសត្រូវក្នុងការបង្កើតសន្តិភាពយូរអង្វែងនិងវិនិយោគយ៉ាងឆ្លាតវៃក្នុងអនាគតដែលមានសុវត្ថិភាពនិងសេចក្តីរុងរឿងសម្រាប់មនុស្សជំនាន់ក្រោយលោកត្រាំបានបញ្ជាក់ថារដ្ឋសមាជិកនីមួយៗអាចតែងតាំងតំណាងម្នាក់ដើម្បីចូលរួមក្នុងកិច្ចប្រជុំនានារបស់ក្រុមប្រឹក្សាលោករំពឹងថានឹងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ដេចធិបតីនិងប្រទេសកម្ពុជាក្នុងការស្វែងរកសន្តិភាពយូរអង្វែងវិបុលភាពនិងស្ថិរភាពពិភពលោកប៉ុន្តែរហូតមកទល់នឹងពេលនេះកម្ពុជាមិនទាន់បានឆ្លើយតបជាសាធារណៈចំពោះសំណើរបស់លោកត្រាំនៅឡើយនោះទេសូមបញ្ជាក់ថាសេតវិមានបានអញ្ជើញប្រទេសប្រហែល60ចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពប្រទេសមួយចំនួនបានប្រកាសចូលរួមរួចហើយដូចជាអារ៉ាប៊ីសាអូឌីតទួរគីអេស៊ីបយ៉ូដានីឥណ្ឌូនេស៊ីវៀតណាមប៉ាគីស្ថាននិងកាតាសមាជិកភាពក្នុងក្រុមប្រឹក្សាសន្តិភាពមានអាណត្តិ3ឆ្នាំប៉ុន្តែប្រទេសដែលចង់បានកៅអីអចិន្ត្រៃយ៍ត្រូវបង់ប្រាក់យ៉ាងតិច$1000លាននៅឆ្នាំទី1ថ្មីបើគោលបំណងដំបូងនៃគម្រោងនេះគឺជួយដោះស្រាយជម្លោះរវាងអ៊ីស្រាអែលនិងហាម៉ាស់នៅតំបន់កាហ្សានិងត្រួតពិនិត្យការស្ដារឡើងវិញក្រោយសង្គ្រាមប៉ុន្តែមានការសន្និដ្ឋានថាអាមេរិកចង់ឲ្យស្ថាប័នថ្មីនេះបំពេញតួនាទីកាន់តែធំក្នុងការថែរក្សាសន្តិភាពពិភពលោកដោយកាត់បន្ថយឥទ្ធិពលរបស់អង្គការសហប្រជាជាតិឬដើរតួជំនួសអង្គការសហប្រជាជាតិតែម្ដង។